ការទៀមទាពាក្យសម្ដីឲ្យមានឥទ្ធិពលនឹងអាចតាក់ទាញចិត្តអ្នកស្ដាប់បានមិនមែនទៀមទាឲ្យយើងតល់តែនិយាយពាក្យធំឬប្រើភាសាបច្ចេកទេសជ្រៅជ្រះនោះទេគន្លឹះសំខាន់គឺស្ថិតលើរបៀបរៀបចំការនិយាយឲ្យគេចូលចិត្តស្ដាប់មិនមែនទៀមទាឲ្យយើងខ្លាចជាមនុស្សពូកែនិយាយកំ pl ែងឬមានវោហារសាស្ត្រមិនចេះរីងស្ងួតនោះទេប៉ុន្តែវាជាការដឹងពីចិត្តសាស្ត្រក្នុងការបង្កើតភាពស្និទ្ធស្នាលនិងការផ្ដល់តម្លៃឲ្យអ្នកស្ដាប់ខាងក្រោមនេះជាវិធីសាស្ត្រគន្លឹះដែលនឹងធ្វើឲ្យការនិយាយរបស់អ្នកមានឥទ្ធិពលមានភាពតាក់ទាញនិងធ្វើឲ្យគេចង់ជជែកលេងជាមួយមិនចេះធុញ 1. ខ្លាយជាអ្នកស្ដាប់ដ៏ពូកែមុននឹងខ្លាយជាអ្នកនិយាយដ៏ពូកែអាចកំបាំងដ៏ធំបំផុតដែលធ្វើឲ្យគេចូលចិត្តនិយាយជាមួយយើងគឺការព្រមស្ដាប់ពួកគេមនុស្សគ្រប់រូបចូលចិត្តនិយាយពីខ្លួនឯងនិងរឿងរ៉ាវរបស់ខ្លួនឯងរបៀបអនុវត្តនៅពេលគេកំពុងនិយាយចូលកុំអាលគិតពីអ្វីដែលអ្នកត្រូវនិយាយតបវិញត្រូវស្ដាប់ដោយយកចិត្តទុកដាក់ងក់ក្បាលផ្ដល់សញ្ញានិងកុំនិយាយកាត់សម្ដីគេនៅពេលគេឃើញអ្នកផ្ទុកអារម្មណ៍ស្ដាប់ពួកគេនឹងមានអារម្មណ៍ថាខ្លួនឯងសំខាន់និងចូលចិត្តអ្នកភ្លាម 2. ប្រើបច្ចេកទេសចោទសួរដើម្បីបើកផ្លូវជំនួសឲ្យការនិយាយតែពីខ្លួនឯងចូលប្រើសំណួរដែលធ្វើឲ្យដៃគូសន្ទនាមានឱកាសបានចែករំលែកកាន់តែច្រើនសំណួរបិទគួរជៀសវាងថ្ងៃនេះការងារហត់ទេគេនឹងឆ្លើយត្រឹមតែហត់ឬមិនហត់សំណួរបើកគួរប្រើថ្ងៃនេះការងារយ៉ាងម៉េចដែរហើយឬថាគម្រោងថ្មីចូលមកមែនទេសំណួរបែបនេះធ្វើឲ្យគេចង់រៀបរាប់វែងឆ្ងាយ 3. ស្វែងរកចំណុចរួមមនុស្សយើងតែងតែមានអារម្មណ៍ស្និទ្ធស្នាលនិងចង់និយាយជាមួយមនុស្សដែលមានចំណូលចិត្តឬទស្សនៈស្រដៀងគ្នាគន្លឹះព្យាយាមសង្កេតឬស្ទាបស្ទង់មើលថាតើដៃគូសន្ទនារបស់អ្នកចូលចិត្តធ្វើដូចជាកីឡាការដើរកម្សាន្តម្ហូបអាហារបច្ចេកវិទ្យាភាពយន្តរួចទាញការសន្ទនាទៅរកប្រធានបទនោះវានឹងធ្វើឲ្យបរិយាកាសរីករាយនិងមានភាពរស់រវើក 4. កុំធ្វើខ្លួនជាអ្នកដឹងសពគ្រប់គ្មាននរណាម្នាក់ចូលចិត្តបង្គាប់បញ្ជាឬធ្វើខ្លួនដូចជាដឹងគ្រប់រឿងនោះទេវិធីសាស្ត្របើទោះបីជាអ្នកដឹងរឿងនោះច្បាស់ក៏ដោយចូលប្រើពាក្យសម្ដីដែលមានលក្ខណៈអោនលំទោននិងផ្ដល់តម្លៃជំនួសឲ្យការនិយាយថាខុសហើយតាមពិតវាអញ្ចេះទេចូលបដូរមកជាអូគំនិតបងគួរឲ្យចាប់អារម្មណ៍តើតែតាមដែលខ្ញុំធ្លាប់ដឹងមួយបែបទៀតគឺ 5. និយាយដោយបង្ហាញទឹកមុខនិងស្នាមញញឹមសំឡេងនិងទឹកមុខរបស់អ្នកគឺជាស្ថានភាពចម្លងអារម្មណ៍ប្រសិនបើអ្នកនិយាយដោយទឹកមុខស្មើធេងគ្មានអារម្មណ៍គេនឹងមានអារម្មណ៍ថាទ្រាំគន្លឹះញញឹមឲ្យបានត្រឹមត្រូវទៅតាមសាច់រឿងប្រើប្រាស់ក្រសែភ្នែកប្រកបដោយភាពស្និទ្ធស្នាលនិងកែប្រែទឹកដមសំឡេងឡើងចុះធ្ងន់ស្រាលទៅតាមសាច់រឿងដើម្បីកុំឲ្យអ្នកស្ដាប់ងងុយគេង 6. និយាយរឿងវិជ្ជមាននិងសរសើរដោយស្មោះត្រង់មនុស្សយើងតែងតែចង់នៅក្បែរនិងស្ដាប់មនុស្សដែលផ្ដល់ថាមពលវិជ្ជមានជៀសវាងការនិយាយដើមគេការរអ៊ូទាំពីជីវិតខ្លាំងពេកឬការនិយាយតែរឿងអវិជ្ជមានចូលចិត្តសរសើរចំណុចល្អៗរបស់ដៃគូសន្ទនាដោយក្តីស្មោះត្រង់ដូចជាម៉ូតសក់បងឯងថ្ងៃនេះសមណាស់ឬខ្ញុំចូលចិត្តវិធីដែលបងដោះស្រាយបញ្ហាអំបញ្ញមិញនឹងណាច្បាស់លាស់ល្អសង្ខេបមនុស្សដែលគេចូលចិត្តស្ដាប់មិនមែនជាមនុស្សដែលនិយាយពីរោះដាច់គេនោះទេប៉ុន្តែជាមនុស្សដែលនិយាយហើយធ្វើឲ្យអ្នកស្ដាប់មានអារម្មណ៍ល្អចំណេញចំណេះដឹងឬសប្បាយចិត្តក្រោយពេលជជែកជាមួយគំនិតស្ទីលនៃការនិយាយនិងការយល់ចិត្តប្រសាសន៍របស់អ្នកស្ដាប់ខាងក្រោមនេះជាវិធីសាស្ត្រគន្លឹះដើម្បីបង្កើតឥទ្ធិពលនៃពាក្យសម្ដីរបស់អ្នកនិយាយដោយដៅទៅលើផលប្រយោជន៍របស់អ្នកស្ដាប់មនុស្សគ្រប់រូបតែងតែចង់ដឹងថាតើអ្វីដែលអ្នកកំពុងនិយាយមានប្រយោជន៍អ្វីខ្លះដល់ពួកគេមុននឹងនិយាយចូលបញ្ចុះបញ្ចូលសូមបដូរការផ្ដោតអារម្មណ៍ពីអ្វីដែលអ្នកចង់និយាយមកជាអ្វីដែលពួកគេចង់ដឹងនិងចំណេញវិញបដូរពីខ្ញុំចង់ណែនាំពីសេវាកម្មថ្មីរបស់ក្រុមហ៊ុនខ្ញុំមកជាសេវាកម្មថ្មីនេះនឹងជួយកាត់បន្ថយការចំណាយរបស់បងបានដល់ទៅ 30% 2. ប្រើប្រាស់ថាមពលនៃរឿងរ៉ាវទិន្នន័យឬការពិតអាចធ្វើឲ្យមនុស្សយល់ប៉ុន្តែសាច់រឿងគឺជារបស់ដែលធ្វើឲ្យមនុស្សមានអារម្មណ៍រំជួលចិត្តនិងចងចាំបានល្អនៅពេលចង់បញ្យល់ឬបញ្ចុះបញ្ចូលអ្វីមួយ
ចូលកុំក្រន់តែនិយាយទ្រឹស្ដីសូមព្យាយាមបញ្ចូលសាច់រឿងខ្លីមួយឧទាហរណ៍ជាក់ស្ដែងឬបទពិសោធន៍ផ្ទាល់ខ្លួនដើម្បីបង្កើនរូបភាពក្នុងខួរក្បាលរបស់អ្នកស្ដាប់ជ្រើសរើសពាក្យសម្ដីវិជ្ជមាននិងមានទំនុកចិត្តពាក្យសម្ដីដែលអ្នកប្រើប្រាស់បង្ហាញពីកម្រិតនៃភាពជឿជាក់របស់អ្នកចូលជៀសវាងពាក្យដែលមើលទៅទន់ជ្រាយឬរារែកជៀសវាងពាក្យខ្ញុំគិតថាប្រហែលជានឹងមិនសូវប្រកបដែរប៉ុន្តែជំនួសដោយពាក្យផ្អែកលើបទពិសោធន៍របស់ខ្ញុំជឿជាក់ថាយុទ្ធសាស្ត្រដែលល្អបំផុតគឺ4ក្បួននិយាយតិចតែមានទម្ងន់អ្នកដែលនិយាយមានឥទ្ធិពលមិនមែនជាអ្នកដែលនិយាយញាប់ស្អេកមិនដកដង្ហើមនោះទេសិល្បៈនៃការឈប់មួយភ្លេតនៅពេលអ្នកនិយាយចំចំណុចសំខាន់ចូលផ្អាកដង្ហើម1ឬ2នាទីការធ្វើបែបនេះបង្កើតភាពទាក់ទាញធ្វើឲ្យអ្នកស្ដាប់ផ្ដោតអារម្មណ៍និងទុកពេលឲ្យខួរក្បាលរបស់ពួកគេស្រូបយកចំណុចសំខាន់នោះ5កែប្រែពាក្យរិះគន់មកជាស្ថាបនានៅពេលអ្នកចង់កែតម្រូវនរណាម្នាក់បើអ្នកប្រើពាក្យវាយប្រហារពួកគេនឹងបង្កើតរបាំងការពារខ្លួនភ្លាមចូលប្រើប្រាស់វិធីសាស្ត្រសរសើរមុនណែនាំក្រោយដូរពីការងារនេះធ្វើមកមិនកើតទេខុសច្រើនណាស់មកជាពាក្យខ្ញុំឃើញបងខំប្រឹងធ្វើវាល្អច្រើនហើយប៉ុន្តែបើបងកែចំណុចនេះបន្តិចចំណុចនោះបន្តិចវានឹងកាន់តែល្អឥតខ្ចោះ6ប្រើភាសាកាយវិការគ្រប់គ្រងសម្ដីដែលមានឥទ្ធិពលត្រូវតែដើរទន្ទឹមនឹងគ្នាកាយវិការដែលសមស្របការសម្លឹងមើលភ្នែកបង្ហាញពីភាពស្មោះត្រង់និងភាពជឿជាក់ស្នាមញញឹមនិងការងក់ក្បាលបង្ហាញពីការបើកចិត្តនិងការយល់ស្របទឹកដមសម្លេងមិនត្រូវនិយាយស្មើពេកទេត្រូវមានសម្លេងធ្ងន់ស្រាលខ្ពស់ទាបទៅតាមសាច់រឿងចំណាំឥទ្ធិពលនៃពាក្យសម្ដីមិនមែនកើតឡើងដើម្បីគ្រប់គ្រងអ្នកដទៃនោះទេប៉ុន្តែវាបង្កើតឡើងដើម្បីទិញទឹកចិត្តនិងបង្កើតទំនុកចិត្តពីមនុស្សជុំវិញខ្លួនការបញ្ចេញមតិដើម្បីឲ្យគេចាប់អារម្មណ៍ឬកោតសរសើរមិនមែនសំដៅលើការនិយាយច្រើនឬនិយាយកាត់សម្ដីនោះទេប៉ុន្តែវាគឺជាសិល្បៈនៃការជ្រើសរើសពេលវេលានិងខ្លឹមសារដ៏ត្រឹមត្រូវខាងក្រោមនេះជាឱកាសល្អដែលអ្នកគួរតែបញ្ចេញមតិដើម្បីបង្កើតការចាប់អារម្មណ៍ជាវិជ្ជមាន1ពេលដែលអ្នកមានដំណោះស្រាយគឺគំនិតច្នៃប្រឌិតថ្មីកុំគ្រាន់តែបញ្ចេញមតិដើម្បីបង្ហាញថាខ្លួនដឹងប៉ុន្តែត្រូវបញ្ចេញមតិនៅពេលដែលអ្នកមានអ្វីដែលប្លែកនិងមានប្រយោជន៍ឧទាហរណ៍នៅក្នុងកិច្ចប្រជុំពេលដែលគ្រប់គ្នាកំពុងតល់គំនិតលើបញ្ហាមួយហើយអ្នកស្រាប់តែលើកឡើងពីដំណោះស្រាយចំចំណុចឬយុទ្ធសាស្ត្រថ្មីដែលគ្មាននរណានឹកឃើញនោះនឹងធ្វើឲ្យគ្រប់គ្នាផ្ដោតអារម្មណ៍មកលើអ្នកភ្លាម2ពេលអ្នកមានទិន្នន័យឬភស្តុតាងច្បាស់លាស់មកគ្រប់គ្រងមតិដែលនិយាយតាមបែបអារម្មណ៍មិនសូវមានទម្ងន់នោះទេប៉ុន្តែបើអ្នកនិយាយដោយផ្អែកលើការពិតតួលេខឬបទពិសោធន៍ជាក់ស្ដែងវានឹងធ្វើឲ្យមតិរបស់អ្នកស្ដាប់មានតម្លៃគន្លឹះប្រើប្រាស់ឃ្លាដូចជាផ្អែកលើទិន្នន័យខែមុនឬតាមបទពិសោធន៍ដែលខ្ញុំធ្លាប់ឆ្លងកាត់លើគម្រោងស្រដៀងគ្នានេះ1ពេលដែលអ្នកចង់បំពេញបន្ថែមមិនមែនបំផ្លាញការបញ្ចេញមតិដែលល្អគឺជួយរុញច្រានការសន្ទនាឲ្យទៅមុខមិនមែនទៅទាស់ខុសត្រូវឬបន្ទាបបន្ថោកមតិអ្នកដទៃដើម្បីលើកតម្កើងខ្លួនឯងនេះទេវិធីសាស្ត្រផ្ដើមដោយការទទួលស្គាល់មតិអ្នកដទៃរួចសិនបន្ថែមគំនិតរបស់អ្នកឧទាហរណ៍ខ្ញុំស្របនឹងគំនិតរបស់បងហើយខ្ញុំគិតថាយើងអាចបន្ថែមចំណុចនេះមួយទៀតដើម្បីឲ្យវាកាន់តែល្អ4ពេលដែលគ្រប់គ្នាកំពុងស្ងាត់ស្ងៀមឬរារែកនៅក្នុងស្ថានភាពខ្លះដូចជាថ្នាក់រៀនឬកិច្ចប្រជុំដែលមានភាពស្ងប់ស្ងាត់គ្មានអ្នកណាហ៊ាននិយាយឬឆ្លើយសំណួរការដាក់ចិត្តងើបឈរឬលើកដៃបញ្ចេញមតិដោយភាពជឿជាក់នៅពេលនោះនឹងធ្វើឲ្យអ្នកក្លាយជាចំណុចចាប់អារម្មណ៍និងទទួលបានការកោតសរសើរពីភាពក្លាហាន5ពេលដែលអ្នកចង់បង្ហាញពីការយល់ចិត្តពេលខ្លះការបញ្ចេញមតិដែលតាក់ទាញបំផុតមិនមែនជាមតិដែលឆ្លាតវៃដាច់គេនោះទេតែជាមតិដែលបង្ហាញពីការយល់ចិត្តយល់ពីអារម្មណ៍និងការយកចិត្តទុកដាក់ចំពោះអ្នកដទៃឬក្រុមការងារគោលការណ៍មាសនិយាយតិចតែមានន័យជ្រៅមនុស្សដែលគេគោរពសរសើរមិនមែនជាមនុស្សដែលនិយាយគ្រប់រឿងនោះទេប៉ុន្តែជាមនុស្សដែលស្ងាត់ស្ងៀមហើយនិយាយតែពាក្យពេចន៍ដែលមានតម្លៃ
ចំពេលនិងចំចំណុចតើអ្នកកំពុងត្រៀមខ្លួនសម្រាប់កិច្ចការប្រជុំឬការសន្ទនាក្នុងកម្មវិធីសង្គមណាមួយមែនទេដែលចង់ឲ្យគេចាប់អារម្មណ៍ការនិយាយឲ្យគេចូលចិត្តស្ដាប់មិនមែនទាមទារឲ្យយើងក្លាយជាមនុស្សពូកែនិយាយកំ pl ែងឬមានវោហារសាស្ត្រមិនចេះរីងស្ងួតនោះទេប៉ុន្តែវាជាការដឹងពីចិត្តសាស្ត្រក្នុងការបង្កើតភាពស្និទ្ធស្នាលនិងការផ្ដល់តម្លៃឲ្យអ្នកស្ដាប់ខាងក្រោមនេះជាវិធីសាស្ត្រគន្លឹះដែលនឹងធ្វើឲ្យការនិយាយរបស់អ្នកមានភាពតាក់ទាញនិងធ្វើឲ្យគេចង់ជជែកលេងជាមួយមិនចេះធុញ 1. ក្លាយជាអ្នកស្ដាប់ដ៏ល្អមុននឹងក្លាយជាអ្នកនិយាយដ៏ពូកែអាចកំបាំងដ៏ធំបំផុតដែលអ្នកធ្វើឲ្យគេចូលចិត្តនិយាយជាមួយគឺការព្រមស្ដាប់គេមនុស្សគ្រប់រូបចូលចិត្តនិយាយពីរឿងខ្លួនឯងនិងរឿងរ៉ាវរបស់ខ្លួនឯងរបៀបអនុវត្តនៅពេលគេកំពុងនិយាយចូលកុំអាលគិតពីអ្វីដែលអ្នកត្រូវនិយាយតបត្រូវស្ដាប់ដោយយកចិត្តទុកដាក់ងក់ក្បាលផ្ដល់សញ្ញានិងកុំនិយាយកាត់សម្ដីគេនៅពេលគេឃើញអ្នកទុកអារម្មណ៍ស្ដាប់ពួកគេនឹងមានអារម្មណ៍ថាខ្លួនឯងសំខាន់និងចូលចិត្តអ្នកភ្លាម 2. ប្រើបច្ចេកទេសចោទសួរដើម្បីបើកផ្លូវជំនួសឲ្យការនិយាយតែពីខ្លួនឯងចូលប្រើសំណួរដែលធ្វើឲ្យដៃគូសន្ទនាមានឱកាសចែករំលែកកាន់តែច្រើនសំណួរបិទគួរជៀសវាងថ្ងៃនេះការងារហត់ទេគេនឹងឆ្លើយតបត្រឹមតែហត់ឬមិនហត់សំណួរបើកគួរប្រើថ្ងៃនេះការងារយ៉ាងម៉េចដែរឬថាគម្រោងថ្មីចូលមកមែនទេសំណួរបែបនេះនឹងធ្វើឲ្យគេចង់រៀបរាប់វែងឆ្ងាយ 3. ស្វែងរកចំណុចរួមមនុស្សយើងតែងតែមានអារម្មណ៍ស្និទ្ធស្នាលនិងចង់និយាយជាមួយមនុស្សដែលមានចំណូលចិត្តឬទស្សនៈស្រដៀងគ្នាគន្លឹះព្យាយាមសង្កេតស្ទាបស្ទង់មើលថាតើគូសន្ទនារបស់អ្នកចូលចិត្តអ្វីដូចជាកីឡាការដើរកម្សាន្តម្ហូបអាហារបច្ចេកវិទ្យាឬភាពយន្តរួចទាញការសន្ទនាទៅរកប្រធានបទនោះវានឹងធ្វើឲ្យបរិយាកាសរីករាយនិងមានភាពរស់រវើក 4. កុំធ្វើខ្លួនជាអ្នកដឹងសពគ្រប់គ្មាននរណាម្នាក់ចូលចិត្តស្ដាប់មនុស្សដែលអួតអាងចូលចិត្តបង្កប់បញ្ជាឬធ្វើខ្លួនដូចជាដឹងគ្រប់រឿងនោះទេវិធីសាស្ត្រទោះបីជាអ្នកដឹងរឿងនោះច្បាស់ក៏ដោយចូលប្រើសម្ដីដែលមានលក្ខណៈអោនលំទោននិងផ្ដល់តម្លៃជំនួសឲ្យការនិយាយថាខុសហើយតាមពិតអញចេះទេដូរមកជាអូគំនិតបងគួរឲ្យចាប់អារម្មណ៍តើតាមដែលខ្ញុំធ្លាប់ដឹងមួយបែបទៀតគឺនេះគឺជាពាក្យដែលល្អបំផុត 5. និយាយដោយបង្ហាញទឹកមុខនិងស្នាមញញឹមសំឡេងនិងទឹកមុខរបស់អ្នកគឺជាស្ពានចម្លងអារម្មណ៍ប្រសិនបើអ្នកនិយាយដោយទឹកមុខស្មើធេងគ្មានអារម្មណ៍គេនឹងមានអារម្មណ៍ថាធុញទ្រាន់គន្លឹះញញឹមឲ្យបានត្រឹមត្រូវតាមសាច់រឿងប្រើប្រាស់ក្រសែភ្នែកប្រកបដោយភាពស្និទ្ធស្នាលនិងកែប្រែទឹកដមសំឡេងឡើងចុះធ្ងន់ស្រាលទៅតាមសាច់រឿងដើម្បីកុំឲ្យអ្នកស្ដាប់ងងុយគេង 6. និយាយរឿងវិជ្ជមាននិងសរសើរដោយភាពស្មោះត្រង់មនុស្សយើងតែងតែចង់នៅក្បែរនិងស្ដាប់មនុស្សដែលមានថាមពលវិជ្ជមានជៀសវាងការនិយាយដើមគេចូលចិត្តសរសើរចំណុចល្អៗរបស់ដៃគូសន្ទនាដោយក្តីស្មោះត្រង់ដូចជាម៉ូតសក់របស់បងឯងថ្ងៃនេះសមណាស់ឬខ្ញុំចូលចិត្តវិធីដែលបងដោះស្រាយបញ្ហាមិញនឹងណាស់ច្បាស់លាស់ល្អសង្ខេបមនុស្សដែលគេចូលចិត្តស្ដាប់មិនមែនជាមនុស្សដែលនិយាយពីរោះដាច់គេនោះទេប៉ុន្តែជាមនុស្សដែលនិយាយហើយធ្វើឲ្យអ្នកស្ដាប់មានអារម្មណ៍ល្អចំណេញចំណេះដឹងឬសប្បាយចិត្តក្រោយពេលដែលជជែកជាមួយគ្នា